ជំរាបសួរនាងខ្ញុំហៀកជាអ្នកចិត្តសាស្ត្រនិងជាអ្នកម្ដាយមួយរូបក្នុងកំឡុងពេលនេះការគ្រប់គ្រងសុខភាពផ្លូវចិត្តអ្នកម្ដាយគឺជារឿងសំខាន់ស្ថានភាពលំបាកគឺត្រូវការការគ្រប់គ្រងគ្នាហើយការទ្រាំទ្រគ្នាចាប់ផ្ដើមចេញពីក្តីស្រឡាញ់និងការមានក្តីសង្ឃឹមកាលពី5ខែមុនខ្ញុំជួបនឹងស្ថានភាពដែលលំបាកតែត្រូវការការតស៊ូភាពអត់ធ្មត់ដើម្បីជំនះក្នុងការថែរក្សាកូនដែលនៅក្នុងពោះសម្រាប់ស្ថានភាពនេះគឺយើងត្រូវតែប្រឈមមុខហើយនឹងតស៊ូខិតខំប្រឹងប្រែងដើម្បីសុខភាពកូនស្ថានភាពប្រទេសកំពុងមានបញ្ហាហើយបង្កឲ្យយើងមានការតានតឹងតែសម្រាប់អ្នកម្ដាយកំពុងពពោះអ្នកម្ដាយដែលកំពុងកេងដើម្បីទប់ថែរក្សាកូនក្នុងគភ៌ឬអ្នកម្ដាយដែលកំពុងតែសម្រាលកូនរួចត្រូវមើលថែកូនឬក៏អ្នកម្ដាយដែលមានកូនដែលអត់គ្រប់ខែអាចនឹងមានអារម្មណ៍ភ័យខ្លាចនឹងការបាត់បង់អាចប្រឈមជាមួយនឹងភាពឯកោអស់សង្ឃឹមភាពហត់នឿយការធ្លាក់ទឹកចិត្តឬក៏ការថប់បារម្ភឬក៏បញ្ហាគេងមិនលក់ឬក៏បញ្ហាផ្សេងទៀតហើយដូច្នេះការគិតអំពីកូនគឺជារឿងសំខាន់ការដែលមានក្តីសង្ឃឹមគឺមានជីវិតដូច្នេះខ្ញុំបង្កើតនៅក្រុមគាំទ្រផ្លូវចិត្តអ្នកម្ដាយដើម្បីចូលរួមសូមចូលក្នុងក្រុម Telegram រួចហើយខមមិនពាក្យចាប់អារម្មណ៍នៅក្នុងផុសគាំទ្រផ្លូវចិត្តអ្នកម្ដាយ